គណៈបកសង្គ្រោះជាតិចាត់ទុកការចល័តឧទ្ធម្ភាគចក្រកាណូតនិងរថយន្តជំវិញទីស្នាក់ការគណៈបកថាជាការគម្រាមនិងទាមទារការពន្យល់ពីរដ្ឋាភិបាលប្រសិទ្ធភាពមិនទាន់សម្រេចដល់អភ័យឯកសិទ្ធិអ្នកស្រីថាឡានីក្រោយជួបប្រជុំនិងគ្រោងបន្តពិភាក្សាម្ដងទៀតនៅថ្ងៃប្រហ័សស្អែកនេះព្រះអង្គម្ចាស់ស៊ីសវត្តធម្មិកោប្រកាន់ជំហររិះគន់មេដឹកនាំកងទ័ពមួយចំនួនដែលដាក់តាំងរូបនាយករដ្ឋមន្ត្រីនៅតាមបញ្ជាការដ្ឋានកងទ័ពរដ្ឋមន្ត្រីក្រសួងកាងារប្រមានចាត់វិធានការលើថ្នាក់ដឹកនាំសហជីពដែលដឹកនាំកម្មករបះបោរធ្វើបាតុកម្មនិងព័ត៌មានដទៃទៀតពីទ្រទស្សន៍អាស៊ីសេរីសម្រាប់ថ្ងៃពុធទី31ខែសីហាឆ្នាំ2016ពីរដ្ឋធានីវ៉ាស៊ីនតោនខ្ញុំបាទសេកបណ្ឌិតសូមជម្រាបសួរអស់លោកអ្នកនាងកញ្ញាទាំងអស់ជាទីមេត្រីយើងខ្ញុំសូមស្វាគមន៍អស់លោកអ្នកនាងនៅក្នុងកម្មវិធីផ្សាយរបស់ទ្រទស្សន៍អាស៊ីសេរីជាបន្តទៅទៀតនេះខ្ញុំបាទសូមជូនព័ត៌មានពិស្ដាកងអន្តរាគមន៍ពិសេសមានទាំងជើងអាកាសជើងគោកនិងជើងទឹកប្រដាប់ដោយអាវុធបានហោះក្រឡឹងនិងល្បាតជុំវិញទីស្នាក់ការកណ្ដាលរបស់គណៈបកសង្គ្រោះជាតិជាកន្លែងដែលលោកកំសុខាកំពុងស្នាក់នៅបណ្ដោះអាសន្នជាច្រើនខែមកហើយគណៈបកសង្គ្រោះជាតិចោទប្រកាន់ថាសកម្មភាពកងទ័ពនេះជាការបំផិតបំភ័យមកលើគណៈបកប្រឆាំងនិងអ្នកគាំទ្រគណៈបកប្រឆាំងចង់ឲ្យរដ្ឋាភិបាលពន្យល់ពីការចល័តកងទ័ពនេះបាទលោកប្រាជេវរាយការណ៍បាទនៅថ្ងៃនេះឃើញថាចាប់តាំងពីម៉ោង10ព្រឹកមកទល់នៅល្ងាចថ្ងៃទី31ខែសីហានេះនៅទីស្នាក់ការកណ្ដាលគណៈបកសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើមានកងអន្តរាគមន៍ពិសេសដែលស្លៀកពាក់ឈុតប៉ារ៉ាហើយរុំមុខបិទជិតធ្វើសកម្មភាពល្បាតជិះឆ្វែលអាដាមភេកចក្រនៅខាងលើហើយនៅខាងក្រោយទីស្នាក់ការគឺមានអូបហើយឯនៅមុខទីស្នាក់ការឃើញមានឡានល្បាតជាក្បួនជិះទៅវិញទៅមកនៅមុខទីស្នាក់ការគណៈបកសង្គ្រោះជាតិសកម្មភាពល្បាតរបស់កងអន្តរាគមន៍ពិសេសដែលមានស្លៀកពាក់ឈុតប៉ារ៉ានៅពេលនេះបន្ទាប់ពីលោកផ្កាយមាស4គុណគីមប្រកាសព្រមានខ្លាំងទៅកាន់ប្រមុខគណៈបកប្រឆាំងតកតងសកម្មភាពនេះនៃនាំពាក្យគណៈបកសង្គ្រោះជាតិលោកយឹមសវណ្ណថាសកម្មភាពទាំងនេះគឺជាការបំផិតបំភ័យទៅដល់ពលរដ្ឋដែលជាម្ចាស់ឆ្នោតគណៈដែលការចុះឈ្មោះបោះឆ្នោតនឹងចូលមកដល់នៅថ្ងៃស្អែកលោកយឹមសវណ្ណទាមទារឲ្យរដ្ឋាភិបាលឬក៏អ្នកពាក់ព័ន្ធមានការពន្យល់ពីការល្បាតនិងការហោះឆ្វែលបឋមភេកចក្រនៅជុំវិញទីស្នាក់ការគណៈបកសង្គ្រោះជាតិសូមឲ្យគាត់ពន្យល់ទៅប្រព័ន្ធផ្សព្វផ្សាយទៅបាទសូមឲ្យប្រជាពលរដ្ឋកុំឲ្យប្រជាពលរដ្ឋគាត់មានការបារម្ភពីព្រោះស្អែកនេះចុះឈ្មោះបោះឆ្នោតហើយដូច្នេះយើងត្រូវបង្កបរិយាកាសនោះឲ្យកុំឲ្យមានភាពអាប់អួរហើយយើងចឹងបើសិនជាគាត់មានគោលបំណងអីអានោះសូមឲ្យគាត់ប្រកាសជាសាធារណៈតាមប្រព័ន្ធផ្សព្វផ្សាយទៅថាតើការបោះធម្មភេកចក្រហ្នឹងគាត់មានគោលបំណងយ៉ាងម៉េចហើយការដែលបើកកណូតបើកអីឆ្វេងឆ្វាចនៅពីក្រោយទីស្នាក់ការគណៈបកសង្គ្រោះជាតិហ្នឹងមានដាក់ទាំងកំភ្លើងមានទាំងមេធាវីហ្នឹងតើមានគោលបំណងយ៉ាងម៉េចអាហ្នឹងសូមឲ្យគាត់បញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយទៅកុំឲ្យនាំគ្នាងឿងឆ្ងល់ទាំងអស់គ្នាខ្ញុំក៏មិនដឹងគេក៏មិនដឹងប្រជាពលរដ្ឋក៏មិនដឹងវាធ្វើឲ្យមានការប៉ះអារម្មណ៍ទៅដល់ប្រជាពលរដ្ឋបាទនៅពេលដែលខាងអធម្មភេកចក្រធ្វើហោះឆ្វែលទៅវិញទៅមកនៅលើដំបូលទីស្នាក់ការគណៈបកសង្គ្រោះជាតិតាំងពីពេលព្រឹករហូតមកដល់ពេលល្ងាចហើយនៅពេលដែលមានភ្លៀងធ្លាក់គឺมันមានអធម្មភេកចក្រហ្នឹងធ្វើការហោះឆ្វែលទៀតទេជំនួសមកវិញដោយក្បួនឡានមានកងអន្តរាគមន៍ពិសេសប្រដាប់ដោយអាវុធជិះឆ្វែលទៅវិញទៅមកនៅមុខទីស្នាក់ការកណ្ដាលគណៈបកសង្គ្រោះជាតិវិញម្ដងចំណែកឯខាងកងជើងទឹកដែលមានអូបមានខាងកងអន្តរាគមន៍ពិសេសគឺនៅតែជិះល្បាតទៅវិញទៅមកជុំវិញបៀតទីស្នាក់ការគណៈបកសង្គ្រោះជាតិដដែលខ្ញុំប្រាជេវអាស៊ីសេរីរាយការណ៍ពីទីស្នាក់ការកណ្ដាលគណៈបកសង្គ្រោះជាតិបាទលោកនាងកញ្ញាជាទីមេត្រីព័ត៌មានចុងក្រោយដែលអាស៊ីសេរីទទួលបានឲ្យដឹងថាកងអន្តរាគមន៍ពិសេសផ្លូវគោកផ្លូវទឹកនៅតែបន្តយាមល្បាតនិងឃ្លាំមើលនៅជុំវិញទីស្នាក់ការកណ្ដាលគណៈបកសង្គ្រោះជាតិដដែលដោយឡែកកងអន្តរាគមន៍ជើងអាកាស
នឹងមិនធ្វើសកម្មភាពហោះហើរឆ្វែលទៀតទេនៅពេលនេះនៅដោយសារតែមេឃខ្មៅងងឹតមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថាការចល័តកងទ័ពនេះគឺជាការធ្វើសមយុទ្ធយោធាដែលធ្វើឡើងមួយឆ្នាំម្ដងចំណែកឯមន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលអះអាងថាសកម្មភាពយោធានេះដើម្បីធានាការពារនិងអនុវត្តនឹងវិធានយុត្តិធម៌យ៉ាងហោចណាស់ក៏មានអ្នកគាំទ្រគណៈបកសង្គ្រោះជាតិដែលមានប្រមាណជាង50នាក់នៅតែនាំគ្នាបន្តក្លំមើលស្ថានភាពនេះនៅមុខទីស្នាក់ការគណៈបកបាទតើតើនៅរឿងនេះយើងបានភ្ជាប់ខ្សែទូរស័ព្ទទៅអាយដាមសំរងស៊ីដែលលោកនឹងមានប្រតិកម្មជុំវិញរឿងនេះបាទសូមជំរាបសួរអាយដាមសំរងស៊ីបាទជំរាបសួរបាទបាទតើអាយដាមយល់យ៉ាងម៉េចដែរចំពោះស្ថានភាពនៅជុំវិញគណៈបកសង្គ្រោះជាតិនៅថ្ងៃនេះដោយមានធម្មពិកៈមានទាំងជើងកងកម្លាំងប្រដាប់អាវុធទាំងជើងទឹកជើងគោកនៅជុំវិញទីស្នាក់ការរបស់អាយដាមនៅក្នុងទីក្រុងភ្នំពេញនោះផងបាទខ្ញុំជឿថាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានការភ្ញាក់ផ្អើលចំពោះសកម្មភាពយោធាដែលក្រុមបញ្ជារដ្ឋាភិបាលប្រើមធ្យោបាយដ៏ធំធេងមកព័ទ្ធជុំវិញទីស្នាក់ការគណៈបកសង្គ្រោះជាតិនេះគឺមានការភ្ញាក់ផ្អើលហើយថ្កោលទោសទៀតពីព្រោះមិនមែនជាតួនាទីកងទ័ពទេមកគម្រាមកំហែងសម្រាប់ផលយ៉ាងម៉េចក៏មិនត្រូវប្រើកងអភិបមកពីកំហែងខ្មែរគ្នាឯងដែរតួនាទីកងកម្លាំងប្រដាប់អាវុធគឺការពារទឹកដីប្រទេសកម្ពុជាទៅការពារព្រំដែនណោះបរទេសមានបំណងលេបប្របាក់ទឹកដីយើងត្រូវតែការពារមិនត្រូវយកមធ្យោបាយយកទាហានមកប្រើក្នុងទីក្រុងភ្នំពេញកណ្ដាលស្រុកដើម្បីបំផិតបំភ័យប្រជាពលរដ្ឋទេនេះសោឲ្យឃើញថាអ្នកកាន់អំណាចសពថ្ងៃគឺព្រួយបារម្ភស្លន់ស្លោដឹងថាពេលជិតបោះឆ្នោតមកដល់ច្បាស់ជាចាញ់ឆ្នោតពីព្រោះប្រជាពលរដ្ឋទូទាំងប្រទេសគេចង់ឲ្យមានការផ្លាស់ប្ដូរគេបោះឆ្នោតប្រឆាំងខ្លួនហើយអត់មានមធ្យោបាយទប់ស្កាត់ប្រជាពលរដ្ឋមានតែការបំផិតបំភ័យមិនហ៊ានឲ្យមានការបោះឆ្នោតដោយសេរីដោយរលូនដោយត្រជាក់នេះបង្កើតតែវិធានការក្តៅដែលខ្ញុំហៅថាមានតែមនុស្សពាលមនុស្សដេរឆានទេដែលប្រើមធ្យោបាយបែបនេះមកសម្លុតប្រជាពលរដ្ឋខ្មែរគ្នាឯងបាទអាយដាមទន្ទឹមគ្នានេះដែរតើអាយដាមមានផែនការអ្វីខ្លះទេដើម្បីបន្ធូរបន្ថយស្ថានភាពនេះបាទអាយដាមខ្ញុំជឿថាមានតែសម្ពាធអន្តរជាតិទេបន្តិចទៀតនេះជាខួបទី25នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានចែងយ៉ាងច្បាស់ថាប្រទេសកម្ពុជាត្រូវអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបកឥឡូវប្រជាធិបតេយ្យកន្លែងណាឃើញតែរដ្ឋអំណាចផ្ដាច់ការធ្វើអ្វីបានតាមចិត្តសេរីកន្លែងណាឃើញតែការគៀបសង្កត់សិទ្ធិសេរីភាពបំបត្តិសិទ្ធិសេរីភាពប្រជាពលរដ្ឋហើយពហុបកកន្លែងណាឃើញបកតែមួយធ្វើភ្លៀងធ្វើផ្គរតាមតែចិត្តដូចកាលពីសម័យកុម្មុយនីសដែលមានបកតែមួយដូច្នេះសហគមន៍អន្តរជាតិទាំងមូលត្រូវភ្ញាក់ផ្អើលត្រូវចាត់វិធានការត្រូវប្រមានរដ្ឋាភិបាលថាខ្លួនកំពុងតែរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះហើយរំលោភយ៉ាងធ្ងន់ធ្ងរជាទីបំផុតបាទអាយដាមប្រសិទ្ធបើសមត្ថកិច្ចលោកហ៊ុនសែននាំគ្នាពាត់គណៈបកសង្គ្រោះជាតិហើយចាប់អនុប្រធានគណៈបកសង្គ្រោះជាតិលោកកំសុខាមែននោះតើអាយដាមយល់យ៉ាងម៉េចដែរចំពោះបញ្ហានេះហើយអាយដាមនឹងមានកម្រងធ្វើអ្វីខ្លះទៀតចំពោះបញ្ហានេះបន្តទៀតនោះបាទយើងបណ្ដោយឲ្យគេធ្វើអ្វីទាំងអស់គេមានបំណងអាក្រក់គេប្រព្រឹត្តខុសច្បាប់យ៉ាងម៉េចតែសូមឲ្យប្រជាពលរដ្ឋខ្មែរជាសាក្សីជាអ្នកវិនិច្ឆ័យថាយើងសពថ្ងៃមានមេដឹកនាំអ្នកដឹកនាំរដ្ឋាភិបាលសពថ្ងៃតើសមរម្យថ្លៃថ្នូរឬក៏មិនសមរម្យមិនថ្លៃថ្នូរតតែសោះហើយទោះជាយើងមានការឈឺចាប់ក្នុងចិត្តយើងយ៉ាងណាតែយើងមិនត្រូវតក់ស្លុតទេថ្ងៃស្អែកថ្ងៃទី1ខែកញ្ញានេះយើងចាប់ផ្ដើមទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាឲ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដល់ថ្ងៃបោះឆ្នោតមកដល់ឆ្នាំក្រោយយើងនឹងទៅបោះឆ្នោតដើម្បីនាំមកនូវការផ្លាស់ប្ដូរដើម្បីបញ្ចប់អំណាចផ្ដាច់ការដើម្បីបញ្ចប់ការគំរាមកំហែងឥតឈប់ឈរដើម្បីនាំមកនូវយុត្តិធម៌ជ
ជួនប្រជារាស្ត្រខ្មែរជួនជនរងគ្រោះច្រើនណាស់ដែលឥឡូវនេះគេចាប់ដាក់គុកគេគម្រាមកំហែងគេធ្វើបាបគ្រប់សពគ្រប់បែបដូច្នេះមានតែទឹកចិត្តប្រជាពលរដ្ឋមានតែខ្មែរទាំងអស់គ្នាយើងរួមកម្លាំងគ្នាជាធ្លុងមួយទៅបោះឆ្នោតដើម្បីនាំមកនៅលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅប្រទេសកម្ពុជាហើយផ្ដល់យុត្តិធម៌ពិតប្រាកដជូនប្រជារាស្ត្រខ្មែរបាទអាយដាមឥឡូវនេះតាក់ទងនឹងអាយដាមផ្ទាល់តែម្ដងតំណាងអាយកានៃតុលាការក្រុងភ្នំពេញបានចេញលេខាថ្មីមួយទៀតប្រកបឲ្យអាយដាមនឹងចូលខ្លួនទៅឆ្លើយបំភ្លឺពីបទសំគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈប្រើប្រាស់ឯកសារសាធារណៈក្លែងនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមបាទការកោះនេះហៅអាយដាមនៅថ្ងៃទី25ខែវិច្ឆិកាខាងមុខនេះឲ្យចូលខ្លួនទៅបំភ្លឺតើអាយដាមគិតយ៉ាងម៉េចចំពោះករណីនេះហើយអាយដាមអាចនឹងចូលខ្លួនទៅបំភ្លឺឬក៏ធ្វើយ៉ាងម៉េចទេអាយដាមបាទភាសានេះជាភាសាពីលភាសាដេរឆានភាសាកុម្មុយនីសដែលស្អីគេនិយាយការពិតគេហ៊ានសម្ដែងមតិថាគេញុះញង់អញ្ចឹងបើកមាត់អត់រួចទេស្អីញុះញង់ដោយសារខ្លួនធ្វើអាក្រក់បានគេហ៊ាននិយាយតបតទៅវិញហើយលើកហេតុផលត្រឹមត្រូវថាគេញុះញង់តែរបបកុម្មុយនីសទាំងអស់ក្នុងប្រវត្តិសាស្ត្រទូទាំងពិភពលោកគឺគេចោទប្រកាន់ដូចគ្នាគេចោទប្រកាន់ប្រជាពលរដ្ឋថាញុះញង់ប៉ះពាល់សន្តិសុខសង្គមអីគឺក្រំតែសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្មានប៉ះពាល់អ្វីតទៅសោះបើអាចប៉ះពាល់ផលប្រយោជន៍អ្នកដឹកនាំផ្ដាច់ការសពថ្ងៃប៉ះពាល់ធ្វើឲ្យពួកអស់នេះប្រើមធ្យោបាយសាហាវបំផុតមកលើប្រជារាស្ត្រខ្មែរតែខ្ញុំអត់ខ្វល់ទេខ្ញុំដឹងថាមនុស្សពីលគេប្រើមធ្យោបាយពីលដូច្នេះយើងកុំទៅលេងចូលមនុស្សពីលយើងមិនទៅចូលប្រឡូកក្នុងសមរភូមិចាប់ដាក់គុកបលិសតាហ៊ានតឡាការអាយ៉ងរបស់ជនប្រជាការយើងត្រូវតែតស៊ូលើសមរភូមិផ្លូវច្បាប់អន្តរជាតិសន្ធិសញ្ញាទីក្រុងប៉ារីផ្លូវបច្ចេកទេសផ្លូវនយោបាយអន្តរជាតិផ្លូវទូតបានយើងមានព្រៀបទៅលើពួកជនប្រជាការគេប្រើតែមធ្យោបាយថោកទាបយើងកុំទៅលេងចូលបាទអាយដាមខ្ញុំបាទសូមបញ្ជាក់ខ្លីឡើងវិញបន្តិចទេឥឡូវនេះស្ថានភាពនយោបាយហាក់បីដូចតាមតឹងខ្លាំងណាស់ហើយជាពិសេសតើតើនឹងគណៈបកប្រឆាំងហើយនឹងខ្លួនអាយដាមផ្ទាល់តែម្ដងតើអាយដាមបន្តនៅក្រៅប្រទេសបន្តអញ្ចឹងទៀតឬមួយក៏ត្រូវតែចូលទៅក្នុងប្រទេសដើម្បីដោះស្រាយបញ្ហានេះផ្ទាល់តែម្ដងអាយដាមសូមខ្លីបាទធ្វើអ្វីឲ្យមានប្រសិទ្ធភាពជោគជ័យគណៈបកសង្គ្រោះជាតិគឺជោគជ័យប្រជារាស្ត្រខ្មែរទាំងមូលនេះជាគោលដៅដ៏ធំគោលដៅតែមួយរបស់ខ្ញុំឲ្យមានការផ្លាស់ប្ដូរក្នុងការបោះឆ្នោតឆ្នាំក្រោយចាប់ពីឆ្នាំក្រោយទៅហើយឆ្នាំបន្ទាប់ទៀតដូច្នេះយើងត្រូវតែរកមធ្យោបាយរកផ្លូវណាដើរដែលមានប្រសិទ្ធភាពដើម្បីនាំមកនៅជ័យជំនះជូនប្រជារាស្ត្រខ្មែរបាទសូមអរគុណអាយដាមសំរងស៊ីដែលបានផ្ដល់ឱកាសផ្ដល់អត្ថភាពដល់អាស៊ីសេរីនៅក្នុងឱកាសនេះបាទសូមជម្រាបលាបាទបាទលោកនាងកញ្ញាជាទីមេត្រីព្រឹទ្ធសភានឹងបន្តបើកសម័យប្រជុំពេញអង្គនីតិកាលទី3លើកទី9នៅថ្ងៃទី1ខែកញ្ញាស្អែកនេះទៀតដើម្បីពិភាក្សាជុំវិញសំណើសុំដកអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភាគណៈបកសំរងស៊ីអ្នកស្រីថាឡានីដែលស្នើឡើងដោយអគ្គព្រះរាជអាជ្ញាអមសាឡាអូតូអ្នកនាំពាក្យព្រឹទ្ធសភាលោកមុំប៊ុននាងថ្លែងក្រោយកិច្ចប្រជុំគណៈកម្មាធិការចិនត្រៃនៅថ្ងៃទី31សីហានេះថាព្រឹទ្ធសភាប្រកាន់ចំហប្រជុំដកអភ័យឯកសិទ្ធិសភាអភ័យឯកសិទ្ធិរបស់អ្នកស្រីថាឡានីបើទោះជាសមាជិកគណៈកម្មាធិការចិនត្រៃព្រឹទ្ធសភាពីខាងគណៈបកសំរងស៊ីស្នើសុំលុបចោលក៏ដោយលោកថាអ្នកស្រីថាឡានីតែងតែបដិសេធការចោទប្រកាន់ដូចនេះវាជារឿងដែលត្រូវអនុវត្តទៅតាមនីតិវិធីតុលាការដែលមិនអាចគ្រាន់តែសុំទោសជាសាធារណៈដោយគណៈបកប្រឆាំងលើកឡើងនោះឡើយ
ប្រធានស្ដីទីគណៈបកសំរងស៊ីនិងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ប្រសិទ្ធិលោកទាវវណ្ណុលថ្លែងថាលោកបានស្នើឲ្យប្រសិទ្ធិលុបចោលកិច្ចប្រជុំនោះដោយលើកហេតុផលថាវាជារឿងបញ្ចេញមតិដែលគួរតែដោះស្រាយដោយការសុំទោសជាសាធារណៈវិញជាជាងការបើកកិច្ចប្រជុំដកអភ័យឯកសិទ្ធិលោកហៅករណីនេះថាជាការគៀបសង្កត់ផ្នែកនយោបាយមកលើគណៈបកប្រឆាំងដែលនឹងធ្វើឲ្យស្ថានភាពនយោបាយកាន់តែតឹងតឹងឡើងបាទលោកនាយកជាទីមេត្រីព្រះអង្គម្ចាស់ស៊ីសវត្ថធម្មិកោអះអាងថាព្រះអង្គមិនព្រួយបារម្ភចំពោះការគំរាមកំហែងរបស់មន្ត្រីជាន់ខ្ពស់យោធានិងជាមនុស្សជិតស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែននោះឡើយនៅដើមសប្តាហ៍នេះលោកឧត្តមសេនីយ៍គុណគីមអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទបានប្រមានព្រះអង្គម្ចាស់ស៊ីសវត្ថធម្មិកោកុំឲ្យប្រហើនជាមួយនឹងកងទ័ពបន្ទាប់ពីព្រះអង្គបានរិះគន់មេដឹកនាំយោធាមួយចំនួនដាក់រូបអ្នកដឹកនាំថ្ងៃរំដោះថ្ងៃ7មករាជាជាងតាំងរូបប្រជាយលៈព្រះមហាក្សត្របាទអស៊ីសេរីបានតេតងទៅព្រះអង្គម្ចាស់ធម្មិកោដើម្បីបញ្ជាក់បន្ថែមអំពីរឿងនេះបាទសូមក្រាបថ្វាយបង្គំព្រះអង្គម្ចាស់បាទជំរាបសួរវិទ្យុអស៊ីសេរីណាសេះតើព្រះអង្គមានប្រតិកម្មយ៉ាងណាចំពោះការគម្រាមរបស់ឧត្តមសេនីយ៍គុណគីមដែលថាកុំឲ្យខ្សែរាជវង្សនឹងប្រហើននឹងជាមួយនឹងស្ថាប័នកងទ័ពនោះទៀតខទីមួយខ្ញុំពេលនិយាយនឹងនិយាយក្នុងនាមខ្ញុំជាមន្ត្រីគណៈបក្សសង្គ្រោះជាតិហើយនឹងខ្ញុំមិនបានប៉ះពាល់ទៅលើកងទ័ពឬមួយកងយុទ្ធពលខេមរៈភូមិន្ទនោះទេខ្ញុំបានលើកឡើងអំពីច្បាប់នៅព្រះរាជាណាចក្រកម្ពុជាដែលជាពិសេសរដ្ឋធម្មនុញ្ញដែលចែងថាព្រះមហាក្សត្រជាមេបញ្ជាការកម្ពុជានៃកងយុទ្ធពលខេមរៈភូមិន្ទដូច្នេះគួរណាតែនៅមុខប្រជាយោធាប្រជាទាហានគួរណាតែតាំងបច្ច័យលក្ខព្រះមហាក្សត្រជាជាងតាំងរូប7មករាខ្ញុំអត់បានលើកឡើងគេពីនឹងទេចា៎កណាសេះលោកគុណគីមអះអាងថាការដាក់រូបមេដឹកនាំរដ្ឋាភិបាលដោយសារតែរដ្ឋាភិបាលជាអ្នកសាងសង់អគារកងទ័ពតើព្រះអង្គយល់ចំណុចដែរចំពោះបញ្ហានេះយល់ស្អីតែគាត់បកស្រាយទៅតាមរយៈការយល់ឃើញរបស់គាត់ខ្ញុំបកស្រាយទៅតាមរដ្ឋធម្មនុញ្ញម្ល៉េះហើយនឹងគាត់អត់មានឲ្យចម្លើយនៅលើចំណោទរបស់ខ្ញុំសំណួររបស់ខ្ញុំទៅលើរដ្ឋធម្មនុញ្ញទេកណាសេះបងតើនៅថ្ងៃនេះតើការដាក់កងទ័ពល្បាតនៅជុំវិញឬក៏ក្បែរទីស្នាក់ការកណ្ដាលរបស់គណៈបកសង្គ្រោះជាតិហ្នឹងរឿងនេះអាចជាប់ពាក់ព័ន្ធនឹងការប្រមានរបស់លោកគុណគីមទៅលើទ្រង់ដែរទេទៀតខ្ញុំមិនពាក់ព័ន្ធជាមួយខ្ញុំផ្ទាល់ទេមិនពាក់ព័ន្ធជាមួយខ្ញុំផ្ទាល់ទេក៏ប៉ុន្តែក្នុងបទសភារបស់លោកគុណគីមផ្សាយថ្ងៃនេះលោកគុណគីមបាននិយាយថាកងយុទ្ធពលខេមរៈភូមិន្ទនឹងព្យាយាមចាប់ខ្លួនលោកប្រធានសំរងស៊ីលោកប្រធានស្ដីទីកឹមសុខាបើសិនជាមានបញ្ជាពីថ្នាក់លើមកដូច្នេះការរៀបចំឆាកល្ខោនថ្ងៃនេះដែលមានហេលីកុបទ័រមានអបមានកប៉ាល់មានយោធាបច្ចល័តអីហ្នឹងគឺជាឆាកល្ខោនមួយដែលគេរៀបចំបន្តពីបទសភារបស់លោកគុណគីមចា៎កណាសេះទុំគុំមានសំណួរមួយចុងក្រោយទៀតចង់បានការបញ្ចេញទស្សនៈពីព្រះអង្គខ្សែរាជវង្សដែលចង់បានសេចក្តីសុខខ្សែមខ្សានមានការគ្រប់គ្រងមានមុខមានមាត់ជាមួយរដ្ឋាភិបាលតើខ្សែរាជវង្សគួរតែសំងំផ្ទុំនៅក្នុងព្រែកដំណាក់ឬក៏កាឡាបន្ទុំរហូតអញ្ចឹងទៅដល់เป็นខ្វល់អីអញ្ចឹងទៅឬមួយក៏ត្រូវធ្វើយ៉ាងម៉េចដើម្បីមុខមាត់ឬមួយក៏ប្រជាប្រិយភាពខ្សែរាជវង្សតាមម្នាក់នោះបាទខ្សែរាជវង្សអត់មានអីពាក់ព័ន្ធជាមួយរាជរដ្ឋាភិបាលទេខ្សែរាជវង្សគឺទទួលការខុសត្រូវចំពោះមុខប្រជានុរាស្ត្ររបស់គណៈព្រះមហាក្សត្រដូច្នេះសេចក្តីសុខរបស់រាជវង្សខ្មែរស្ថិតទៅលើសេចក្តីសុខរបស់ប្រជារាស្ត្រពេលណាដែលប្រជារាស្ត្រមិនមានសេចក្តីសុខរាជវង្សក៏មិនអាចមិនមានសេចក្តីសុខនោះដែរចា៎ហើយនឹងខ្ញុំចង់បន្តទៅទៀតថាឆាកល្ខោនដែលគេបានលើកធ្វើដើម្បីបំផិតបំភ័យទៅលើមតិមហាជនឧបមាបើសិនជាគេប្រើកង
យុទ្ធពលខេមរៈភូមិន្ទមែនដើម្បីទៅចាប់ខ្លួនលោកប្រធានស្ដីទីក្រុមសុខាខ្ញុំមិននិយាយអំពីលោកប្រធានសំរងស៊ីទេដោយសារតែគាត់និរទេសនៅប្រទេសក្រៅប៉ុន្តែលោកប្រធានស្ដីទីក្រុមសុខាបើសិនជាលើកដូចជាតបមកហ្នឹងគឺច្បាស់ជាដូចជារដ្ឋាភិបាលដែលបញ្ជាឲ្យកងខេមរៈភូមិន្ទទៅដូចជាចាប់ខ្លួនហ្នឹងច្បាស់ជាដូចជាសមថាគេហៅថារដ្ឋាភិបាលនិរឆានមែនណាចា៎បាទសូមអរព្រគុណច្រើនព្រះអង្គចាស់ធំកោដែលបានផ្ដល់បទសម្ភាសន៍ជាមួយអាស៊ីសេរីក្នុងឱកាសនេះទៀតចាខ្ញុំសូមអរគុណអាស៊ីសេរីហើយនិងអរគុណលោកសារថាចាជម្រាបលាជម្រាបលាបាទលោកនាងកញ្ញាជាទីមេត្រីអតីតសមាជិកទាហានអង្គរៈរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលក្រោយមកក្លាយទៅជាអ្នកចម្រៀងមានឈ្មោះលើឆាកថា DJ ខ្លានៅពេលនេះកំពុងតែសម្ដែងនៅសហរដ្ឋអាមេរិកតើមូលហេតុអ្វីបានជាលោកលះបង់ទូរទស្សន៍របស់ខ្លួនជាទាហានអង្គរៈរបស់លោកនាយករដ្ឋមន្ត្រីហើយទៅចាប់យកមុខរបរជាអ្នកចម្រៀងនេះទៅវិញបាទនៅក្នុងការផ្សាយរបស់យើងនៅរាត្រីថ្ងៃស្អែកទី1ខែកញ្ញានេះសូមអញ្ជើញអស់លោកនាងរងចាំស្ដាប់បទសម្ភាសន៍ផ្ទាល់ជាមួយលោកជុនច័ន្ទបុតជាមួយនឹងលោក DJ ខ្លាដូចតទៅរដ្ឋមន្ត្រីការបរទេសវៀតណាមលោកលេហៃប៊ីងអះអាងថាការរិះគន់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងករណី Facebook របស់លោកគឺជារឿងបុគ្គលមិនឆ្លុះបញ្ចាំងពីទស្សនៈឬយោបល់របស់រដ្ឋាភិបាលវៀតណាមឡើយលោកលេហៃប៊ីងបន្តថាវៀតណាមមិនបណ្ដោយឲ្យជនណាដែលប្រើសេរីភាពនៅក្នុងការបញ្ចេញមតិដើម្បីញុះញង់និងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាមឡើយកាសែតវៀតណាមផ្សាយតាមអ៊ីនធឺណិតឈ្មោះ vnewexpress.net ចុះផ្សាយកាលពីថ្ងៃអង្គារទី30សីហាថាសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសវៀតណាមជាការឆ្លើយតបទៅនឹងក្រសួងការបរទេសកម្ពុជាជំរុញឲ្យអាជ្ញាធរវៀតណាមដាក់ទណ្ឌកម្មដល់ម្ចាស់ករណី Facebook របស់ពលរដ្ឋវៀតណាមខ្លះដែលបានបន្ទោសលោកហ៊ុនសែនថាបានកាន់ជើងរដ្ឋាភិបាលចិនក្នុងរឿងចំនួនទៅតំបន់សមុទ្រចិនខាងត្បូងបាទលោកនាងកញ្ញាជាទីមេត្រីក្រុមហ៊ុនហោះហើររបស់ជប៉ុនមួយគ្រោងនឹងហោះហើរផ្ទាល់មកកាន់ទីក្រុងពីទីក្រុងតូក្យូមកកាន់ទីក្រុងភ្នំពេញនៅថ្ងៃទី1ខែកញ្ញាស្អែកនេះជើងហោះហើរដំបូងពីទីក្រុងតូក្យូមកកាន់ទីក្រុងភ្នំពេញនៅម៉ោង 3:10 នាទីរសៀលថ្ងៃទី1ខែកញ្ញាដោយដឹកអ្នកដំណើរចំនួន280នាក់ក្រុមហ៊ុននេះនឹងប្រើប្រាស់យន្តហោះប្រភេទ Boeing 787ដែលអាចផ្ទុកអ្នកដំណើរបានចំនួន300នាក់តំណាងរដ្ឋាភិបាលកម្ពុជានិងជប៉ុនហៅការចាប់ផ្ដើមជើងហោះហើរត្រង់នេះថាជាសញ្ញាណនៃការជឿទុកចិត្តលើកំណើនសេដ្ឋកិច្ចនិងស្ថិរភាពនយោបាយពីសំណាក់អ្នកវិនិយោគទុនជប៉ុនដើម្បីបង្កើនទំនាក់ទំនងវិនិយោគពាណិជ្ជកម្មនិងទេសចររវាងប្រទេសទាំងពីរកន្លងទៅក្រុមហ៊ុនអាកាសចរជប៉ុន Airline ធ្លាប់បានធ្វើដំណើរជើងហោះហើរត្រង់មកកម្ពុជាដែរក៏ប៉ុន្តែបានផ្អាកទៅវិញនៅឆ្នាំ2009ក្រោយពីមានវិបត្តិហិរញ្ញវត្ថុសកលបាទលោកនាងជាទីមេត្រីចាប់ពីថ្ងៃច័ន្ទទី5ខែកញ្ញានេះតទៅកម្មវិធីទូរទស្សន៍អាស៊ីសេរីនឹងរំកិលម៉ោងផ្សាយពីម៉ោង 8:30 នាទីទៅម៉ោង 8:35 នាទីយប់វិញលោកនាងអាចទស្សនាការផ្សាយរបស់កម្មវិធីយើងតាមបណ្ដាញសង្គម Facebook ដែលមានអាស័យដ្ឋាន facebook.com/rfa cambodia និង YouTube www.youtube.com/rfa khmer video ប្រសិនបើលោកនាងខកខានមិនបានទស្សនាការផ្សាយបន្តផ្ទាល់នេះទេលោកនាងអាចទស្សនាកម្មវិធីផ្សាយរបស់យើងខ្ញុំឡើងវិញបានដោយចូលទៅកាន់គេហទំព័ររបស់វិទ្យុអាស៊ីសេរី www.rfa.org/khmer បាទសូមអរគុណរដ្ឋមន្ត្រីក្រសួងការងារព្រមមានចាត់វិធានការតាមផ្លូវច្បាប់លើជនណាម្នាក់ពិសេសថ្នាក់ដឹកនាំសហជីពណាដែលបានដឹកនាំកម្មកររាប់ពាន់នាក់ឈប់ធ្វើការហើយធ្វើបាតកម្មដោយមិនបានសួរយោបល់កម្មករជាមុនថ្នាក់ដឹកនាំសហជីពលើកឡើងថាមូលហេតុនាំឲ្យកើតមានបាតកម្មភាគច្រើនបណ្ដាលមកពីថៅកែឬនយោជកមិនគោរពច្បាប់ការងារបាទអ្នកស្រីអ៊ុំរាំងសីរាយការណ៍ជុំវិញរឿងនេះរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈអាងថាការព្រមានចាត់វិធានការលើថ្នាក់ដឹកនាំសហជីពដែលដឹកនាំកម្មករធ្វើបាតកម្ម
ក្នុងបំណងរក្សាសណ្ដាប់ធ្នាប់ពិសេសលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសហជីពឬនយោជកណាដែលគ្រប់ច្បាប់បានត្រឹមត្រូវការព្រមាននេះធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការចុះបញ្ជីសហជីពនិងសមាគមនយោជកនីតិស្ដីការក្រសួងការងារដែលរៀបចំឡើងនៅថ្ងៃទី31ខែសីហាថ្លែងក្នុងសិក្ខាសាលានេះរដ្ឋមន្ត្រីក្រសួងការងារលោកអ៊ិតសំហេងមានប្រសាសន៍ថាកម្ពុជារីកចម្រើនបានអាស្រ័យទៅលើការពង្រឹងស្ថិរភាពតាមរយៈការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងលោកបន្តថាចាប់ពីពេលនេះទៅក្រសួងការងារនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនណាក៏ដោយពិសេសមេដឹកនាំសហជីពណាដែលល្មើសច្បាប់នៅកម្ពុជាលោកបញ្ជាក់ដែរថាការចាត់វិធានការនេះមិនមែនជាការគំរាមកំហែងឬបំផិតបំភ័យថ្នាក់ដឹកនាំសហជីពណាមួយនោះទេសហជីពមួយដែលធ្វើកោតកម្មមិនបានសួរយោបល់កម្មករអានឹងក៏ត្រូវចាត់ការបើមិនធ្វើដូច្នោះទេគ្មាននរណារៀនចោលហើយគ្មាននរណាគោរពច្បាប់ទេប្រទេសយើងនឹងអនាធិបតេយ្យតែកតិនទៅនឹងបញ្ហានេះប្រធានសហភាពការងារកម្ពុជាលោកអាតធុនយល់ថាការព្រមានចាត់វិធានការរបស់រដ្ឋមន្ត្រីក្រសួងការងារគឺជាការរឹតបន្តឹងសិទ្ធិរបស់សហជីពពិសេសក្រមសហជីពឯករាជ្យនៅកម្ពុជាលោកថាការរឹតបន្តឹងនេះមិនស្មើភាពគ្នារវាងក្រមសហជីពនិងក្រមនយោជកបន្ថែមពីនេះទៀតលោកឲ្យដឹងថាជាង 90% នៃចំនួនរវាងកម្មករនិងនយោជកដែលក្រមប្រឹក្សាអាជ្ញាកណ្ដាលរកឃើញកន្លងមករហូតឈានដល់ធ្វើបាតកម្មកើតឡើងនោះមកពីថៅកែឬនយោជកមិនបានគោរពច្បាប់ការងារនិងគៀបសង្កត់សិទ្ធិកម្មករអ្នកការពារសិទ្ធិកម្មកររូបនេះស្នើទៅក្រសួងការងារគួរតែចាត់វិធានការឲ្យបានស្មើភាពមិនមែនរឹតបន្តឹងតែអ្នកការពារសិទ្ធិកម្មករនោះទេច្រើននៃការវិវាទ 90% គឺក្រុមហ៊ុនរំលោភអញ្ចឹងកម្មករតែ 10% ទេបើសិនជាគេគោរពហើយគាត់នឹងមិនមានពុតកម្មទេហើយចំពេលដែលរដ្ឋាភិបាលរឹតបន្តឹងទៀតគាត់កាន់តែលែងចង់ហ៊ានធ្វើអីទៅស្ដាប់ទៀតឡើងអញ្ចឹងខ្ញុំគិតថាវាជារឿងមួយល្អហើយលុបបំបត្តិតសហជីពដែលនៅគ្រប់គ្រងក្រុមហ៊ុនបងឯងដែលខុសច្បាប់ឬដែលក្រសួងការងារក៏ដឹងទៅលុបបំបត្តិតហ្នឹងទៅក្រៅពីព្រមានចាត់វិធានការផ្លូវច្បាប់លើថ្នាក់ដឹកនាំសហជីពហើយនោះរដ្ឋមន្ត្រីក្រសួងការងារលោកអ៊ិតសំហេងក៏បានព្រមានចាត់វិធានការលើមន្ត្រីក្រសួងការងារណាដែលបណ្ដោយឲ្យមានបាតុភិបមិនប្រក្រតីណាមួយនៅកន្លែងដែលខ្លួនទទួលខុសត្រូវផងដែរខ្ញុំអ៊ុំរាំងសីអាស៊ីសេរីរាយការណ៍ពីរាជធានីភ្នំពេញអង្គភាពប្រឆាំងអំពើពុករលួយក៏ហៅមន្ត្រីអប់រំ5រូបមកបំភ្លឺជុំវិញបញ្ហាពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងសម័យប្រឡងបាក់ឌុបឆ្នាំ2016មន្ត្រីអប់រំទាំង5រូបនោះមានគ្រូបង្រៀន3រូបនិងមន្ត្រីបម្រើការនៅក្រសួងអប់រំយុវជននិងកីឡា2រូបដែលម្នាក់ជាប្រធានមណ្ឌលកំណែត្រូវមកបង្ហាញខ្លួននៅអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី5ខែកញ្ញាខាងមុខនេះប្រធានស្ដីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលស្រីអុកឆៃរវីប្រតិកម្មថាចំណាត់ការទៅលើមន្ត្រីអប់រំនេះគួរតែធ្វើឡើងដោយក្រសួងអប់រំអាស៊ីសេរីមិនទាន់អាចតាក់ទងអ្នកនាំពាក្យក្រសួងអប់រំលោករស់សាលិនដើម្បីបំភ្លឺជុំវិញរឿងនេះបានឡើយទេនៅថ្ងៃទី31ខែសីហានេះបាទលោកនាងកញ្ញាទើបតែបានទស្សនាទូរទស្សន៍អាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកខ្ញុំបាទសេកបណ្ឌិតព្រមទាំងក្រុមការងារទាំងអស់នៃទូរទស្សន៍និងវិទ្យុអាស៊ីសេរីសូមគោរពជូនពរដល់អស់លោកនាងកញ្ញានិងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខគ្រប់ប្រការខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា